រឿងរនាតនៅក្នុងព្រៃចេករិទ្ធីយុវជនអាយុខ្ទង់20ឆ្នាំមាននិស្ស័យខាងតន្ត្រីបុរាណទើបត្រឡប់មកភូមិកំណើតវិញក្រោយខកចិត្តរឿងការងារនៅទីក្រុងនាងម្លិះនាងម្លេសវិញ្ញាណនារីវ័យក្មេងជាប់ជំពាក់នឹងគុម្ពចេកលោកតាសុនលោកថាសូនបរោះចំណាស់ជាងគេក្នុងភូមិអ្នកដឹងរឿងរ៉ាវពីអតីតកាលច្រើនគ្រូសារិទ្ធីឪពុកម្ដាយដែលព្រួយបារម្ភពីកូនប្រុសភូមិស្ងប់ស្ងាត់មួយនៅជនបទដែលមានផ្ទះឈើប្រក់ក្បឿងឬស្លឹកនិងមានគុម្ពចេកដុះច្រើនជាពិសេសគុម្ពចេកធំមួយនៅក្បែរផ្ទះរិទ្ធីត្រឡប់មកភូមិកំណើតវិញទាំងអារម្មណ៍មិនស្ងប់ការងារដែលសង្ឃឹមនៅទីក្រុងមិនបានសម្រេចធ្វើឲ្យគាត់មានអារម្មណ៍បរាជ័យយប់មួយពេលកំពុងអង្គុយសំកប់នៅមាត់បង្អួចមើលព្រះច័ន្ទពេញវង្សរះលើគុម្ពចេកធំចាស់មួយនៅក្បែរផ្ទះគាត់ក៏ស្រាប់តែឮសំឡេងរនាតឯកមួយបន្លឺឡើងសំឡេងនោះពីរោះរណ្ដំច្បាស់ក្រឡែតប៉ុន្តែបង្កប់នៅភាពស្រងេះស្រងោចឯកានឹងទួញសោកយ៉ាងខ្លាំងវាហាក់ដូចជាចេញពីក្នុងគុម្ពចេកនោះឯងដំបងរិទ្ធីនឹកស្មានថាជាសំឡេងចាក់ចេញពីវិទ្យុអ្នកជិតខាងប៉ុន្តែយប់កាន់តែជ្រៅសំឡេងនោះកាន់តែច្បាស់ហើយលែងតែបត់បែបមនោសញ្ចេតនាប្រត់ប្រាស់គាត់ងើបដើររកមើលតែមិនឃើញមានអ្វីក្រៅពីដើមចេកដែលត្រូវខ្យល់បក់រវិចក្រោមពន្លឺព្រះច័ន្ទយប់បន្តសំឡេងរនាតឯកនោះនៅតែបន្លឺឡើងទៀងទាត់នៅពេលអាធ្រាត្រស្ងាត់វាចាប់ផ្ដើមធ្វើឲ្យរិទ្ធីដេកមិនលក់ទាំងព្រឺខ្លាចទាំងចង់ដឹងឪពុកម្ដាយរិទ្ធីមិនបានឮសំឡេងនោះទេហើយថែមទាំងស្ដីបន្ទោសគាត់ថាគិតច្រើនពេកដោយសារតែសតិប៉ុន្តែរិទ្ធីជឿជាក់លើអ្វីដែលគាត់ឮគាត់ចាប់ផ្ដើមសួរអ្នកភូមិចាស់តែភាគច្រើនក្រវីក្បាលឬប្រាប់ឲ្យគាត់កុំទៅខ្វល់ពីរឿងមិនល្អមានតែលោកតាសុនដែលហាក់មានប្រតិកម្មប្លែកលោកតាសម្លឹងទៅគុម្ពចេកនោះហើយដកដង្ហើមធំប្រាប់រិទ្ធីឲ្យប្រយ័ត្នខ្លួននិងកុំទៅក្បែរគុម្ពចេកនោះពេលយប់ការហាមឃាត់របស់លោកតាសុនកាន់តែធ្វើឲ្យរិទ្ធីចង់ដឹងយប់មួយពេលសំឡេងរនាតកំពុងបន្លឺឡើងយ៉ាងស្រងូតស្រងាត់រិទ្ធីក៏ដាច់ចិត្តដើរចូលទៅក្នុងគុម្ពចេកនោះខ្យល់បក់មកត្រជាក់ស្រេបពេលគាត់ដើរចូលទៅជិតដើមចេកមួយដើមដែលធំជាងគេសំឡេងរនាតក៏ស្រាប់តែឈប់រំពេចនោះគាត់ឃើញស្រមោលស្រីក្រមុំម្នាក់ឈរក្រោមដើមចេកនោះស្លៀកសម្លៀកបំពាក់បុរាណសក់ខ្មៅវែងឈរបែរខ្នងដាក់គាត់នាងហាក់ដូចជាស្រអាប់តែរូបរាងច្បាស់លាស់រិទ្ធីភ័យស្ទើរគៀងបេះដូងតែមិនអាចដកភ្នែកចេញបានស្រមោលនោះងាកមកបន្តិចតែមុននឹងរិទ្ធីបានឃើញមុខច្បាស់នាងក៏រលាយបាត់ទៅក្នុងភាពងឹតបន្សល់ទុកតែក្លិនផ្កាម្លិះក្រអូបស្រាលរិទ្ធីចាប់ផ្ដើមយល់សប្តិចម្លែកគាត់ឃើញនារីដែលនោះតែពេលនេះឃើញមុខច្បាស់នាងមានទឹកមុខស្រស់ស្អាតតែក្រៀមក្រំពេលខ្លះគាត់យល់សប្តិឃើញនាងកំពុងអង្គុយលេងរនាតយ៉ាងស្ទាត់ជំនាញពេលខ្លះទៀតឃើញនាងយំសោកនៅក្រោមដើមចេកតាមរយៈយល់សប្តិនិងការទៅជួបលោកតាសុនជាច្រើនលើករិទ្ធីក៏ចាប់ផ្ដើមផ្គុំរឿងរ៉ាវបានកាលពីប្រហែល50-60ឆ្នាំមុននៅត្រង់គុម្ពចេកនោះគឺជាទីតាំងផ្ទះរបស់គ្រួសារអភិជនមួយពួកគេមានកូនស្រីម្នាក់ឈ្មោះម្លិះដែលមានរូបសម្បត្តិស្រស់ស្អាតនិងមានទេពកោសល្យខាងលេងរនាតឯកតាំងពីក្មេងនាងម្លិះបានលួចស្រឡាញ់យុវជនក្រីក្រម្នាក់ដែលជាអ្នកផ្លុំខ្លុយក្នុងភូមិប៉ុន្តែឪពុកម្ដាយនាងបានបង្ខំឲ្យនាងរៀបការជាមួយកូនប្រុសអ្នកមានម្នាក់ទៀតដែលនាងមិនស្រឡាញ់នៅយប់មុនថ្ងៃរៀបការនាងម្លិះបានរត់ចេញពីផ្ទះទាំងទឹកភ្នែកមកអង្គុយលេងរនាតបទដែលនាងនិងគូស្នេហ៍ធ្លាប់លេងរួមគ្នានៅក្រោមដើមចេកដែលនាងចូលចិត្តឬប្រហែលជាដើមចេកទើបតែដុះក្រោយមកត្រង់កន្លែងនាងស្លាប់គ្មាននរណាដឹងច្បាស់ថាមានអ្វីកើតឡើងបន្ទាប់ទេអ្នកខ្លះថានឹងស្លាប់ដោយសារទុក្ខព្រួយអ្នកខ្លះថានឹងសម្លាប់ខ្លួនសាកសពរបស់នាងត្រូវបានគេរកឃើញនៅព្រឹកបន្ទាប់នៅក្បែរគុម្ពចេកនោះរួមជាមួយរនាតរបស់នាងក្រោយមរណភាពរបស់នាងគ្រួសារក៏រើចេញទៅបាត់ហើយផ្ទះចាស់ក៏ត្រូវបានរុះរើចោលទុកតែគុម្ពចេកដែលដុះកាន់តែក្រាស់ទៅវិញ្ញាណនាងម្លិះនៅតែវិលវល់នៅទីនោះដោយសារតែស្នេហាមិនបានសម្រេចនិងការស្លាប់ដ៏សោកសៅសំឡេងរនាតគឺជាការបង្ហាញពីការឈឺចាប់និងការនឹករលឹករបស់នាងរិទ្ធីមានអារម្មណ៍អាណិតនាងម្លិះយ៉ាងខ្លាំងក្នុងនាមជាអ្នកស្រឡាញ់តន្ត្រីដូចគ្នាគាត់យល់ពីអត្ថន័យដែលនាងចង់បង្ហាញតាមរយៈសំឡេងរនាតគាត់មិនខ្លាចនាងទៀតទេតែបែរជាចង់ជួយនាងវិញ
យកមួយរិទ្ធីយកឧបករណ៍ភ្លេងគឺស្គរដៃឬឧបករណ៍ផ្សេងទៀតដែលគាត់ចេះលេងទៅអង្គុយលេងនៅក្បែរគុំចេកគាត់ចាប់ផ្ដើមលេងបទដែលគាត់ធ្លាប់ឮក្នុងយោស័ព្ទដែលជាបទឆ្លើយឆ្លងនឹងសំឡេងរនាតរបស់នាងម្លិះមិនយូរប៉ុន្មានសំឡេងរនាតក៏បន្លឺឡើងឆ្លើយតបមកវិញលើកនេះសំឡេងនោះហាក់មានភាពកក់ក្ដៅជាងមុនបន្តិចលែងសូវស្រងេះស្រងោចខ្លាំងពេករិទ្ធីឃើញស្រមោលនាងម្លិះបង្ហាញខ្លួនម្ដងទៀតឈរស្ដាប់គាត់លេងភ្លេងទឹកមុខនាងហាក់មានស្នាមញញឹមតិចជាលើកដំបូងរិទ្ធីដឹងថានាងម្លិះគ្រាន់តែត្រូវការនរណាម្នាក់យល់ចិត្តនិងទទួលស្គាល់រឿងរ៉ាវរបស់នាងគាត់និយាយទៅកាន់នាងទោះបីជានាងមិនឆ្លើយតបជាសម្ដីប្រាប់នាងថាគាត់យល់ពីការជឿចាប់របស់នាងហើយថាស្នេហារបស់នាងគឺជារឿងដ៏ស្មោះត្រង់គាត់សន្យាថានឹងចងចាំរឿងរបស់នាងហើយនឹងលេងភ្លេងឲ្យនាងស្ដាប់បន្ទាប់ពីយប់នោះមកសំឡេងរនាតឯកក៏លែងបន្លឺឡើងទៀតគុំចេកនៅតែក្បែរផ្ទះរិទ្ធីប៉ុន្តែវាលែងមានអារម្មណ៍គួរឲ្យព្រឺខ្លាចទៀតហើយរិទ្ធីមានអារម្មណ៍ថាវិញ្ញាណនាងម្លិះបានទៅកាន់សុគតិភពហើយបន្ទាប់ពីមានមនុស្សយល់និងទទួលស្គាល់រឿងរ៉ាវរបស់នាងរិទ្ធីក៏ចាប់ផ្ដើមមានកម្លាំងចិត្តឡើងវិញគាត់ចាប់ផ្ដើមនិពន្ធបទភ្លេងថ្មីដោយយកអារម្មណ៍និងរឿងរ៉ាវរបស់នាងម្លិះមកធ្វើជា inspiration តន្ត្រីរបស់គាត់មានភាពស៊ីជម្រៅនិងពីរោះរណ្ដំជាងមុនគាត់សម្រេចចិត្តថានឹងបន្តអាជីពជាអ្នកតន្ត្រីបុរាណនៅក្នុងភូមិកំណើតរបស់គាត់ដើម្បីថែរក្សាសិល្បៈនិងចងចាំរឿងរ៉ាវអាថ៌កំបាំងនៃក្រនាតដើមចេកគុំចេកនោះក្លាយជាកន្លែងរំលឹកដល់ស្នេហាដែលមិនបានសម្រេចនិងអំណាចនៃតន្ត្រីដែលអាចឆ្លងភពបាន